នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនដៃថ្មីដែលត្រូវការទម្លាក់ភ្ញៀវនៅពលានយន្តហោះ Boston និងប្រជាជនទូទៅដែលត្រូវការទៅយកឬក៏ទម្លាក់សាច់ញាតិនៅទីនោះដូចគ្នាមូលហេតុដែលខ្ញុំបង្ហាញដោយសារតែផ្លូវនៅទីក្រុង Boston មុននឹងទៅពលានយន្តហោះគឺយើងត្រូវកាត់ក្រោមដីបន្តិចហើយនៅក្រោមដីហ្នឹងគឺចរាចរណ៍វាណែនតាន់តាប់លុះត្រាដែលយើងស្គាល់ផ្លូវបានមុនទើបយើងងាយស្រួលក្នុងការជ្រៀតចូលទៅផ្លូវទៅពលានយន្តហោះហើយម្យ៉ាងទៀតផ្លូវនៅក្រោមដីទូរស័ព្ទខ្លះដាច់សេវាហើយបើកាលណាដាច់សេវាបងប្អូននៅក្រោមដីហើយគឺច្បល់ញញញ៉ៃហើយអញ្ចឹងបានខ្ញុំនឹងធ្វើវីដេអូនេះឡើងឲ្យបងប្អូនមើលទុកមុនបើសិនជាត្រូវការទៅពលានយន្តហោះមើលពី3ដងទៅឲ្យស្គាល់ផ្លូវហើយបងប្អូនចាប់ផ្ដើមបើទៅសុវត្ថិភាពហើយចំពោះអ្នកខ្លះវិញឲ្យតែលឺថាទៅ Boston គឺគាត់ភ័យយ៉ាងម៉េចដោយសារវាញញ៉ៃពេកដោយអ្នកខ្លះគាត់មកពីរដ្ឋផ្សេងអញ្ចឹងគាត់ឲ្យតែជីមកកាត់ផ្លូវ Boston ឬក៏ចង់ទៅទីក្រុងក៏ដោយជាអាក្រោមដីហ្នឹងគឺគាត់ចាប់ផ្ដើមញ័រដៃញ័រជើងចឹងខ្ញុំសូមចាប់ផ្ដើមមកដល់ផ្លូវគៀកនិងស្ពានតែម្ដងគឺផ្លូវ93 South ដោយយើងមកពីខាង Lawrence មកពីខាង Burlington Chelmsford Billerica អីហ្នឹងចឹងនៅពេលដែលយើងចូលមកក្រោមស្ពានមានផ្លូវ3កន្លងផ្លូវបើកបងប្អូនអាចនៅឈរអាកន្លងខាងស្ដាំ2នឹងក៏បានឬក៏មកខាងឆ្វេងក៏បានអ្នកជំនាញគេឈរមកខាងឆ្វេងមកដោយសារតែវាអត់សូវស្ទះបើនៅអា2ខាងស្ដាំដៃនោះគឺភាគច្រើនគឺយើងជាប់បន្តិចណាហើយកាលណាយើងនៅអាផ្លូវខាងឆ្វេងនេះយើងត្រូវការបញ្ជ្រៀតចូលទៅខាងស្ដាំវិញអញ្ចឹងបើបងប្អូនទៅដល់ខាងមុខតិចទៀតយ៉ាងម៉េចយ៉ាងម៉ាបងប្អូនត្រូវសញ្ញោបត់ស្ដាំហើយរកប្រឡោះចូលខាងស្ដាំកន្លែងនេះគឺជាកន្លែងស្មុគស្មាញបំផុតដោយសារតែ3-4ប្រឡោះបញ្ជ្រៀតចូលគ្នាអញ្ចឹងអាខាងស្ដាំបំផុតគឺមកពី Cambridge ហើយយើងខាងឆ្វេងនេះយើងសម្រុកទៅត្រង់ដើម្បីបញ្ជ្រៀតចូលស្ដាំអញ្ចឹងបើសិនជាបងប្អូនបើកនៅលើផ្លូវចំណាំផ្លូវកន្លែងស្ពាននេះបងប្អូនត្រូវធ្វើយ៉ាងម៉េចសញ្ញោមកស្ដាំរកប្រឡោះចូលឲ្យបានចូលរហូតទៅដល់បងប្អូនទៅដល់ស្ដាំប្រអស់តែម្ដងអត់មាននៅកណ្ដាលអត់មាននៅខាងឆ្វេងទេគឺធ្វើយ៉ាងណាឲ្យចូលទៅខាងស្ដាំដោយសារតែពេលយើងចុះទៅខាងក្រោមស្ពានខាងក្រោមដីនោះគឺផ្លូវហ្នឹងគឺត្រង់តែម្ដងអត់ពិបាកទេបើបងប្អូនឈរនៅកណ្ដាលយើងពិបាកតិចដោយសារតែទៅដល់ខាងមុខទៀតផុតពីអា TD Garden នោះកន្លែងហ្នឹងគឺមានស្ពានមួយនោះបើបងប្អូនមើលខាងស្ដាំគឺមានស្ពានមួយទៀតបុកមកបញ្ជាចូលគ្នាទៀតអញ្ចឹងបើសិនជាធ្វើយ៉ាងណាបងប្អូនត្រូវឈរនៅអាកប្រឡោះនេះឲ្យបានឈរនៅប្រឡោះហ្នឹងឲ្យនៅឲ្យជាប់កុំងាកកុំឆ្វេងកុំងាកស្ដាំឲ្យសោះដោយសារពេលនេះគឺពេលដែលបញ្ជ្រៀតគ្នាហើយអ្នកដែលគាត់នៅខាងស្ដាំក៏បញ្ជ្រៀតមកខាងមុខយើងដើម្បីទៅត្រង់ក៏បានទៅលេងយន្តហោះដូចគ្នាក៏បានហើយតែអ្នកដែលគាត់នៅខាងឆ្វេងហ្នឹងគឺគាត់បញ្ជ្រៀតចូលមកស្ដាំដូចបន្តិចទៀតផ្លូវនេះនឹងញែកជា2អញ្ចឹងបងប្អូនត្រូវញែកវាមកស្ដាំអញ្ចឹងចាំមើលមួយណាអញ្ចឹងកុំឲ្យច្រឡំហើយបងប្អូនអាចមើលសញ្ញាបានបាទកន្លែងនេះយើងញែកមកស្ដាំមកបន្ទាប់មកឈរខាងស្ដាំនៅឲ្យជាប់ហើយមើលនៅផ្លាកសញ្ញានៅលើផ្លូវហ្នឹងគឺមានរូបយន្តហោះកុំបត់មកស្ដាំគឺឡើងមកទីក្រុង Boston អញ្ចឹងបងប្អូនឈរនៅខាងឆ្វេងនឹងបានបន្តិចបងប្អូននឹងទៅដល់ផ្លូវក្រោមសមុទ្រម្ដងផ្លូវក្រោមសមុទ្រនោះបានចែកចេញជា2ផ្លូវខាងឆ្វេងគឺទៅសមុទ្រខាង Riviera ហើយខាងស្ដាំគឺទៅពលានយន្តហោះអញ្ចឹងបងប្អូនត្រូវឈរឲ្យត្រង់បើសិនជាបងប្អូនឈរនៅខាងឆ្វេងក៏អត់បញ្ហាដែរវាគ្រាន់តែបងប្អូនត្រូវបញ្ជ្រៀតចូលមកស្ដាំវិញអញ្ចឹងបើបងប្អូនមើលផ្លាកសញ្ញាគេដាក់ថា Logan Airport អញ្ចឹងពេលចូលទៅក្រោមអគារនេះហើយគឺដល់ចូលក្រោមសមុទ្រហើយផ្លូវហ្នឹងគឺផ្លូវញែកជា2អញ្ចឹងបងប្អូនត្រូវឈរខាងស្ដាំឲ្យជាប់បន្តិចទៀតពេលបងប្អូនផុតកន្លែងផ្លូវក្រោមទឹកបងប្អូននឹងចូលដល់ផ្លូវបែកជា2នេះមួយគឺខាងស្ដាំគឺឡើងទៅទីក្រុងខាងឆ្វេងគឺទៅត្រង់ទៅពលានយន្តហោះត្រង់ចំណុចនេះខ្ញុំនឹងបង្ហាញបងប្អូនមួយអញ្ចឹងបងប្អូនឈរនៅខាងស្ដាំនឹងឲ្យជាប់កន្លែងនេះបងប្អូនមើលឲ្យទាន់ណាតិចទៀតញែកទៅខាងស្ដាំបងប្អូនកុំញែកទៅឲ្យសោះឈរនៅស្ងៀមនៅឲ្យត្រង់ទៅឲ្យត្រង់នឹងបន្តិចទៀតមានញែកជា2ទៀតមួយទៅត្រង់មួយទៅស្ដាំកន្លែងញែកហ្នឹងគឺបងប្អូនត្រូវញែកមកស្ដាំហើយអញ្ចឹងបងប្អូនមើលមួយនេះកន្លែងនេះអញ្ចឹងមានផ្លូវងាកមកស្ដាំបងប្អូនងាកមកស្ដាំឲ្យហើយពីព្រោះតែកន្លែងហ្នឹងហើយគឺជាកន្លែងដែលទៅពលានយន្តហោះបើបងប្អូនទៅត្រង់នឹងទៅកន្លែងផ្សេងឃើញគេសញ្ញោមកស្ដាំអស់គ្នាទេហើយយើងមើលផ្លាកនៅខាងលើបានបើសិនជាអត់ច្បាស់ដោយសារនៅក្នុងវីដេអូនេះទូចបងប្អូនមើលច្បាស់នៅគេដាក់ Logan Airport សញ្ញាពណ៌មានពណ៌លឿងពណ៌អីហ្នឹងអញ្ចឹងកន្លែងហ្នឹងគឺបងប្អូនប្រកាន់ខាងស្ដាំមកជាប់ខាងស្ដាំហ្នឹងទៅគឺបុកពលានយន្តហោះ
ហើយនៅខាងមុខហ្នឹងគ្រាន់តែវាញែកជា3ផ្នែកទៀតចឹងចាំខ្ញុំប្រាប់កន្លែងនេះ A B C E ហ្នឹងគឺជាកន្លែងចំណតកន្លែងចូលគេហៅភាសាអង់គ្លេសថា terminal មាន terminal A មានក្រុមហ៊ុនយន្តហោះ Delta បើសិនជាយើងអត់ច្បាស់អត់ចាំអីអត់ដឹងថាក្រុមហ៊ុនណា terminal ណាបងប្អូនអាចមើលផ្លាកនឹងបានដូចគ្នាចឹងបើសិនជាយើងបើកឲ្យត្រង់បាទកន្លែងនេះគឺជាកន្លែងសំខាន់មួយទៀតអីមើលឲ្យទាន់កន្លែងនេះគឺមានកន្លងផ្លូវបើក3កន្លងខាងស្ដាំគឺកន្លែងទៅសន្តាគារកន្លែងជួលឡានផ្សេងប្រឡោះកណ្ដាលគឺសម្រាប់ទម្លាក់បងប្អូននៅពលានយន្តហោះឯខាងឆ្វេងបំផុតគឺកន្លែងទៅយកបងប្អូនមកពីពលានយន្តហោះវិញចឹងភាសាអង់គ្លេសខាងឆ្វេងគឺ arrival កណ្ដាលគឺ departure ហើយខាងស្ដាំនេះគឺកន្លែង rental hotel អីផ្សេងចឹងកន្លែងនេះញែកជា2បងប្អូនឃើញទេនេះចឹងខាងឆ្វេងគឺមនុស្សចុះខាងស្ដាំគឺមនុស្សឡើងគេដាក់រូបសញ្ញាពលានយន្តហោះបាញ់ទៅលើហ្នឹង departure ហ្នឹងគឺសំដៅកន្លែងទម្លាក់បងប្អូនហោះទៅណាចឹងទៅចឹងមកដល់ជ្រុងនេះលែងរៀងស្មុគស្មាញហើយបងប្អូនចូល terminal មួយណាបងប្អូនចូលតាមហ្នឹង A B C ឬក៏ E ចឹងទៅភាគច្រើនបងប្អូនខ្មែរយើងជិះតាមកូរ៉េគឺ terminal E ហ្នឹងសំដៅលើអន្តរជាតិណាដែលចេញពីសហរដ្ឋអាមេរិកគឺចូលកន្លែងអន្តរជាតិទាំងអស់ ABC សំដៅអ្នកក្នុងតំបន់អញ្ចឹងបងប្អូនឃើញនៅលើនេះអញ្ចឹងប្រឡោះទី1ប្រឡោះ A ឲ្យយើងផុតប្រឡោះ A ហើយអញ្ចឹងយើងកុំចូលទៅកណ្ដាលឬក៏ខាងស្ដាំដោយសារយើងទៅ E អញ្ចឹងប្រឡោះទី2ទីទៀតនោះខាងមុខនោះគេដាក់អក្សរធំអក្សរ B ពណ៌ក្រហមហ្នឹងអញ្ចឹងអ្នកដែលចង់ទៅ terminal B បងប្អូនទៅស្ដាំឲ្យអស់ទៅអញ្ចឹងបើបងប្អូនច្រឡំអីបងប្អូនអាចមើលសញ្ញាដែលគេគូសនៅលើផ្លូវនោះដូចគ្នាអញ្ចឹងយើងកុំខ្វល់រឿងខាងស្ដាំបើសិនជាបងប្អូនមិនទៅ A B ឬក៏ C បើបងប្អូនទៅ E គឺឈរនៅខាងឆ្វេងនឹងរហូតទៅដល់កន្លែងផ្លាកដាក់កន្លែងអក្សរ E ប្រព័ន្ធណានៃហ្មងអញ្ចឹងប្រកាន់ខាងឆ្វេងហាមឈរនៅខាងស្ដាំតែហាមតែចូលខាងស្ដាំពិបាកចូលឆ្វេងមែនបាទឥឡូវចូលដល់ E នេះឃើញដាក់ផ្លាក E ហ៎អញ្ចឹងយើងមើលទៅទៀតមកមើលឲ្យត្រង់មើលហើយយើងមើលស្លាកយើងកន្លែងនេះគឺដល់ពេលដែលយើងងាកមកស្ដាំហើយនោះអក្សរ E ពេលបងប្អូនឡើងមកលើកន្លែងដាក់មនុស្សចុះហ្នឹងមិនបាច់បើកលឿនទេបើកយឺតឲ្យមើលស្លាកមួយទៅអញ្ចឹងចូលឲ្យត្រូវប្រឡោះយើងមកអត់អីទេក្នុងករណីដែលបងប្អូនបើកហួសអាហ្នឹងប្រហែលជាហានិភ័យពិបាកបងប្អូនបត់ចុះបត់ឡើងវិញអាហ្នឹងចាប់ផ្ដើមបុកពោះហើយអញ្ចឹងមើលជិះយឺតមួយចូលតាម terminal ដែលបងប្អូនត្រូវចូលមកគឺរួចរាល់ហើយឃើញប៉ូលីសឃើញអីហ្នឹងមិនបាច់អត់អីទេអាហ្នឹងយើងគាត់អ្នកចរាចរណ៍នៅហ្នឹងទេអញ្ចឹងមានប្រឡោះណាបងប្អូនចូលប្រឡោះហ្នឹងទៅគឺរួចជាស្រេចហើយវីដេអូក្រោយខ្ញុំនឹងធ្វើពីរបៀបនៃការចេញពីពលានយន្តហោះម្ដង